แต่ការពិតរឿងដែលលោកកំពុងតែធ្វើនេះក៏វាប៉ះពាល់ខ្លាំងដល់លោកហ៊ុនម៉ាណែតដែរព្រោះលោកហ៊ុនម៉ាណែតនៅពេលដែលឪពុករបស់លោកចុះដើរធ្វើកិច្ចការរបស់រដ្ឋាភិបាលគឺលោកខ្លាចទៅជាទីងងសិក្សាទៅបងប្អូនអញ្ចឹងគោលការណ៍ពីរដែលគណៈបព្វជិជនកម្ពុជានឹងធ្វើឲ្យសម្រុកធ្វើគឺចុះមូលដ្ឋានគ្មានថ្ងៃជាពិសេសសៅរ៍អាទិត្យអត់ដឹងក្រុមណាបកណានយោបាយណាមន្ត្រីរាជការណានឹងច្បុកច្បល់ឆាំងតែអញ្ចឹងណាបានធ្វើនយោបាយអត់ឈ្នះគណៈបកប្រជាជនកម្ពុជាទេបកពួកលោកសំរងស៊ីពុកម៉ែបងប្អូនពិចារណាមើលទៅថាប្រឆាំងបែបហ្នឹងបានផលប្រយោជន៍អីដល់ប្រទេសកម្ពុជាគ្រាន់តែសម្ដេចតេជោលោកអញ្ជើញចុះទៅមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនិងមន្ត្រីនៅមូលដ្ឋានក៏វាចេញមកទៅថាសម្ដេចធ្វើការបែបហ្នឹងទៅដណ្ដើមការងាររបស់នាយករដ្ឋមន្ត្រីធ្វើឲ្យឃើញកំសោយរបស់នាយករដ្ឋមន្ត្រីអីអញ្ចឹងទៅសម្ដេចធ្វើអញ្ចឹងខុសអីពុកម៉ែបងប្អូនដល់គ្នាបើសម្ដេចលោកជាប្រធានគណៈបកប្រជាជនកម្ពុជាដែលជាបកកាន់អំណាចរាល់ថ្ងៃហើយលោកជាប្រធានព្រឹទ្ធសភាដែលលោកមានតួនាទីក្នុងជួររដ្ឋាភិបាលធ្វើការដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋទៀតអញ្ចឹងហើយការដែលលោកចុះទៅមូលដ្ឋានជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋនេះវាបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់សម្ដេចតេជោចំពោះប្រជាពលរដ្ឋរបស់លោកគ្រប់ទិសទីតែម្ដងមិនមកឲ្យគេដឹកនាំនឹងគេអង្គុយតែខាងលើអត់ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋទេអីធ្វើនយោបាយដោយសំរងស៊ីចាំតែដឹកនាំបដកម្មចាក់រុកឲ្យប្រជាពលរដ្ឋខ្មែរបែកបាក់អាំងទៅប្រមូលលុយពីគេនឹងមែនទម្លាប់របស់សម្ដេចតេជោមិនមែនទឹកតែឥឡូវទេតាំងពីដើមមកដាក់កតេអង្គុយនៅវាលស្រែសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋផ្ទាល់ដីទៅទៀតដែលវាបង្ហាញឲ្យឃើញថាថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋកម្ពុជាតែម្ដងអត់ខ្ចោះទេប៉ុន្តែតែងតែព្យាយាមបំពេញចន្លោះខ្វះខាតពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបំពេញតម្រូវការឲ្យប្រជាពលរដ្ឋកម្ពុជាក៏ដូចជាផលប្រយោជន៍របស់ប្រទេសកម្ពុជាអញ្ចឹងហើយចំណុចនេះគួរតែរៀនសូត្រតាមគេទៅក្រែងលោប្រឆាំងនឹងប្រឆាំងឲ្យវាមានប្រសិទ្ធភាពបន្តិចកុំឲ្យវាអន់ដូចរាល់ថ្ងៃនេះខ្លាំងពេកប្រឆាំងតែធននឹងតាំងហើយតែញុះញង់ឲ្យប្រជាពលរដ្ឋងើបឡើងបះបោដូរទៅផ្ដួលរលំត្រកូលហ៊ុនកុំបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាទៀតតែបោះឆ្នោតឲ្យគណៈបកនយោបាយផ្សេងទៅមើលឥឡូវទៅបោះឆ្នោតឲ្យគណៈបកនយោបាយណាពុកម៉ែបងប្អូនទាំងគ្នាបើយើងរកគណៈបកណាមួយឲ្យយើងផ្ញើសេចក្តីទុកចិត្តរកអត់បានផងនឹងសួរថាទៅបោះឲ្យពីណាគេបើមិនបន្តបោះឲ្យគណៈបកប្រជាជនទៀតនឹងឯងពីព្រោះអីគណៈបកប្រជាជននៅជាមួយនឹងប្រជាពលរដ្ឋតាំងពីស៊ីអត់ស៊ីឃ្លានជាមួយគ្នាហើយមិនដែរទៅណាចោលប្រជាពលរដ្ឋនោះទេបើទោះបីជាការដឹកនាំនៅមានចន្លោះខ្វះខាតមិនល្អអត់ខ្ចោះក៏ដោយក៏ប្រសើរជាងគណៈបកមួយចំនួនដែលអត់មានឆន្ទៈក្នុងការដឹកនាំប្រទេសកម្ពុជាហើយពួកប្រឆាំងជ្រុលនិយមរាល់ថ្ងៃហ្នឹងវាស្រែកឲ្យតែគេងើបហ្នឹងហើយសួរថាវាធ្វើនយោបាយមានផ្ដោតសេចក្តីទុកចិត្តណាស់ឲ្យប្រជាពលរដ្ឋគ្រប់គ្រងពួកវាឡើងដឹកនាំប្រទេសអត់វាអត់មានណាពុកម៉ែបងប្អូនទាំងគ្នា